បាទគ្រប់សួស្តីបងប្អូននៅវគ្គអភិតទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅថ្ងៃនេះយើងមកបន្តសាច់រឿងរបស់យើងជាបន្តទៅទៀតហើយបាទមុនចូលទៅកាន់សាច់រឿងរបស់យើងនឹងបងប្អូនទាំងគ្នាក៏ភ្លេចធ្វើការចុច like ក៏ដូចជា subscribe មកកាន់ channel របស់ Minpo ណាដើម្បីជាការលើកទឹកចិត្តមកកាន់ Min ហ្នឹងហើយឥឡូវយើងក៏បងប្អូនយូរនោមតែទីក្រុមអមជូយើងចូលមកកាន់សាច់រឿងរបស់យើងតែម្ដងបាទរំលឹកទៅកាន់វគ្គមុនបន្តិចយើងក៏បានដឹងស្រាប់ហើយណោះមានជំនាញជើងខ្លាំងម្នាក់ក៏បានបង្ហាញខ្លួនឡើងនៅក្នុងទឹកដីអាណាចក្រអមតៈបកលលន់ហ្នឹងឯងព្រមទាំងក៏បានសម្លាប់ជាមួយនឹងអ្នកប្រកាសអមតៈជាច្រើនហើយគេក៏ថែមទាំងបានបាត់ជាមួយនឹងច្រកទ្វារនៃអាណាចក្រអមតៈបកលលន់ដូចគ្នាដែរតែវាក៏ពិបាកក្នុងការឲ្យ Violin គាត់គឺអាចចាក់ចេញទៅបានណាដោយគាត់គឺអាចត្រឹមតែបញ្ជូន Leon ឲ្យចាក់ចេញទៅតែប៉ុណ្ណោះបាទចូលមកកាន់សេរីរឿងថ្មីរបស់យើងវិញតចេញអំពីវគ្គមុនហ្នឹងឯងនៅកន្លែងតែពេលដែរ Violin ក៏បានធ្វើការស្ទុះតែញលឿនសម្ដៅទៅកាន់ច្រកទ្វារមួយនោះឃើញថានៅក្រោយខ្នងរបស់គាត់វាក៏ត្រូវបានលំព័ទ្ធទៅដោយបរោះសក់សមនឹងរួចទៅហើយមានប្រាប់ឈ្មោះតែម្ដងទៅដោយសារតែបើយើងហៅអាពាក់សក់សអញ្ចឹងក៏ដូចជាវាមិនសមណាបាទម្នាក់នឹងគាត់ក៏មានឈ្មោះថាឈីងសួយហ្នឹងឯងហើយវាមានមូលហេតុជាច្រើនអញ្ចឹងបងប្អូនយើងចាំស្ដាប់បណ្ដាសិនទៅកុំតន់ងឿងឆ្ងល់ណាចាំបានមានគាត់នឹងធ្វើការបកស្រាយទៅតាមដំណាក់កាលនៃរឿងនីមួយៗហ្នឹងឯងបាទឥឡូវយើងចូលមកកាន់សាច់រឿងរបស់យើងវិញអញ្ចឹងឃើញថានៅគណៈពេលនេះនៅពេលដែលឈីងសួយក៏បានធ្វើការលំពត់ជុំវិញរាងកាយរបស់ Violin ហើយហ្នឹងឃើញថានៅពេលនេះ Violin ក៏បានត្រឹមតែទៅដល់ចម្ងាយ500 feet ចេញអំពីច្រកទ្វារអាណាចក្រអមតៈបកលលន់តែប៉ុណ្ណោះឃើញថានៅពេលនេះមានជាមួយមនុស្សចាប់អារម្មណ៍ច្រើនខ្លាំងមែនទែនដោយសារតែ Violin គាត់គឺអាចទៅក្បែរជាមួយនឹងចម្ងាយ500 feet ចេញអំពីច្រកទ្វារអាណាចក្រអមតៈបកលលន់បានណាព្រមទាំងក៏អាចបញ្ជូនឲ្យ Leon គេគឺអាចចាក់ចេញអំពីអាណាចក្រអមតៈបកលលន់នឹងបានដែលវាក៏ជាមនុស្សដំបូងណាដែលបានចាក់ចេញទៅហ្នឹងឯងឃើញថានៅពេលនេះវត្តយើងគាត់គឺចាល់ច្រកដូចទៅហើយដោយសារតែនៅពីក្រោយគាត់ហ្នឹងវាក៏ជាឈីងសួយរីឯនៅពីមុខគាត់នេះវិញវាក៏ជាត្រាដែលបានបិទទៅលើច្រកចេញរបស់អាណាចក្រអមតៈបកលលន់ហ្នឹងឯងបើទោះបីជាគាត់មើលមិនឃើញវិញ្ញាណក៏ដោយក៏ប៉ុន្តែគាត់ក៏បានដឹងហើយអំពីអារម្មណ៍របស់គាត់ថាប្រៀបបានដូចជារាប់ម៉ឺនដែរបើសិនជាគាត់ហោះបុកនេះវិញច្បាស់ណាស់រាងកាយរបស់គាត់នឹងត្រូវបានបំផ្លាញជាមិនខាននោះឡើយនៅគណៈពេលនេះឃើញថាឈីងសួយកសាផ្នែករបស់គេក៏បានត្រឹមតែបញ្ចេញមកដល់គួយខ្លាយខ្លាំងមែនទេហើយដែលស្ដាំរបស់គេក៏បានខ្វាចេញទៅនៅគណៈនេះលំហទាំង5ក៏ត្រូវបានប្រះបែកឡើងសម្ដៅទៅកាន់បាននេះនឹងឯងចំពោះវត្តរបស់យើងនេះវិញរោងរបស់គាត់គឺបានឡើងទៅលើជ្រងអស់រួចទៅហើយគាត់គឺមានអារម្មណ៍ថាគ្រោះថ្នាក់ដល់ជីវិតរបស់គាត់ណាអញ្ចឹងនឹងគាត់ក៏រៀនស្ទាក់ស្ទើរបន្តិចក្នុងការប្រើប្រាស់ជាមួយនឹងបច្ចេកទេសមួយក៏ប៉ុន្តែមិនថាដូចណាគាត់ក៏បានស្រែកហៅវាឡើងទៅម្ដងខ្យល់មួយរំពេចទៅប៉ុណ្ណោះខ្យល់ខ្មៅមួយក៏បានលេចឡើងនៅលើដៃស្ដាំរបស់ Violin ហើយបន្ទាប់ក្រោយមកវាក៏បានបង្កើតទៅជាខ្យល់យ៉ាងធំសម្បើមខ្លាំងមែនទេហើយគ្របដណ្ដប់ព្រមទាំងសាយភេជុំវិញរាងកាយរបស់វត្តរបស់យើងរួចទៅហើយគាត់នៅពេលនេះក៏បានកលេចចេញមកឃើញថាមុខរបស់គាត់នៅពេលនេះគឺពិតជាកំណាញ់ការផ្នែករបស់គាត់ពោពេញដោយពន្លឺបិសាញរួចទៅហើយនៅខណៈនេះឃើញថាខ្យល់ខ្មៅវិញនេះវាក៏បានបង្កើតទៅជានីក្រីខ្មៅមួយក្បាលនៅចំពោះមុខរបស់ Violin នឹងឯងក៏ប៉ុន្តែយ៉ាងណាមិញបើយើងមើលទៅកាន់សភាពរបស់វាគឺវាមិនច្បាស់លាស់ប៉ុន្មានទេបញ្ជាក់ថាបច្ចេកទេសនេះមិនគឺវាខ្វះខាតអញ្ចឹងណាគឺមិនពេញលេញនោះឡើយតែមិនថាទេណាជាងសួយឃើញបែបហ្នឹងគឺក៏ពិតជាមានការចំអើខ្លាំងមែនទេបានត្រឹមតែនិយាយឲ្យថានេះវាក៏ជាវិជាហាងខ្យល់ត្រឹមត្រូវហើយនេះវាក៏ជាវិជាហាងខ្យល់តែក៏មានទំនាក់ទំនងអ្វីជាមួយនឹងអន្តរីអមតៈបៃហ្វានទៅក៏ប៉ុន្តែ Violin គាត់គឺមិនខ្វល់នោះឡើយដោយគាត់ក៏បានបង្កើតជាមួយត្រាមួយរួចហើយក៏បានប្រើប្រាស់ជាមួយនឹងខ្យល់ពណ៌ខ្មៅមួយទៅបានលេចចេញអំពីមាត់របស់នាគខ្មៅរបស់គាត់ណាស្ទុះទៅកាន់លំហប្រះបែកទាំង5ហ្នឹងឯងដែលវាក៏បានធ្វើឲ្យល្បឿននៃលំហទាំង5ហ្នឹងក៏ចាប់ដើមយឺតព្រមទាំងញ័រតែម្ដងណាស្របពេលជាមួយគ្នានោះដែរគាត់គេមិនបានបងអន់យូរទៀតនោះទេគាត់ក៏បានបញ្ជាជាមួយនឹងនាគខ្មៅរបស់គាត់ធ្វើការសម្រុកចូលទៅកាន់ឈីងសួយបន្ថែមតទៅទៀតឈីងសួយឃើញបែបហ្នឹងគេក៏បង្ហាញអំពីការប្រុងប្រយ័ត្នបន្តិចរួចហើយដែររបស់គេក៏បានបង្កើតត្រាមួយបន្ទាប់មកគាត់ក៏បានស្រែកយ៉ាងខ្លាំងហើយថាដីដួលរលំបាទពីអ្នកហ្នឹងគេថាគ្រូតែមួយនោះទេបងប្អូនយើងមានចាំអត់បច្ចេកទេសនឹងថាវាក៏ជាអ្វីណាបាទចូលមកកាន់ពេលនេះវិញបន្ទាប់ពីឈីងសួយក៏បានស្រែកបែបហ្នឹងហ្នឹងក៏ស្របតែស្នាមប្រះបែកមួយគេត្រូវបានលេចឡើងនៅចំពោះមុខរបស់គាត់នៅទីនោះដោយសារតែវាគ្មានដីដូច្នេះហ្នឹងគឺជាការប្រះបែកនៃលំហណាបន្ទាប់មកស្នាមប្រះបែកនឹងវាក៏បានធ្វើការស្ទុះទៅលឿនសម្ដៅទៅកាន់វងលៀនហ្នឹងឯងព្រមទាំងក៏បានប៉ះទង្គិចដោយផ្ទាល់ទៅលើនាគខ្មៅរបស់វត្តយើងតែម្ដងណាធ្វើឲ្យចំហាយខ្យល់នៅជុំវិញរាងកាយរបស់គាត់ហ្នឹងវាក៏បានសាយភេទបន្ថែមតទៅទៀតព្យាយាមក្នុងការទប់ទល់ទៅកាន់ស្នាមប្រះមួយនឹងឯងក៏ប៉ុន្តែមិនថាទេណារាងកាយរបស់ Violin ក៏បានប៉ាងខ្ទៀតមកក្រោយប្រមាណជំហានយ៉ាងលឿនខ្លាំងមែនទេហើយរីឯឈីងសួយនេះវិញគាត់ក៏បានធ្វើការប៉ាក់មួយជំហានទៅដូចគ្នាដែរទៅតាមជាមួយនឹងវត្តយើងណាក៏ប៉ុន្តែយ៉ាងណាមិញកំឡុងពេលនោះ Violin ក៏បានបញ្ចេញជាមួយនឹងរន្ទះក្រហមរបស់គាត់ធ្វើការបាញ់ស្ទុះតែយ៉ាងលឿនគឺបាញ់មិនមែនបាញ់ធ្វើអីទេគឺបាញ់ចោលតែម្ដងណាព្រោះថាបើសិនជាគាត់ទុកក្នុងរាងកាយទៀតនោះច្បាស់ណាស់ដើម្បីតែគាត់ប្រើធម្មពលដើមអស់រន្ទះក្រហមហ្នឹងវាច្បាស់ជាលុកលុយពីពេញរាងកាយរបស់គាត់ណាអញ្ចឹងនឹងជាហេតុធ្វើឲ្យគាត់គេបញ្ចេញវាចោលតែម្ដងទៅឃើញថានៅពេលនេះជាមួយនឹងអំណាចខ្យល់ខ្មៅមួយហ្នឹងព្រមទាំងស្នាមប្រេះនៅពេលនេះវាក៏ត្រូវបានផ្ទុះបំផ្លាញចោលខ្ទេចរួចទៅហើយប្រែក្លាយទៅជាសភាពធម្មតាវិញតែម្ដងណារីឯជាងសួយនេះវិញគេក៏នៅតែបន្តក្នុងការដេញតាមទៅកាន់ Violin យ៉ាងចាញ់ក៏ប៉ុន្តែយ៉ាងណាមិញកំឡុងពេលនោះក៏ស្របតាមផ្នែករបស់គាត់ក៏បានរួមតូចបន្តិចដោយសារតែគាត់ក៏បានឃើញហើយថានោះក៏ជារន្ទះក្រហមណាដែល Violin ក៏បានបាញ់ចេញទៅនៅក្នុងលំហមេឃខាងលើណាជាហានធ្វើឲ្យជាងសួយគាត់ក៏បាន
បានឈប់តាមទៅកាន់វត្តមានបន្តិចដោយគាត់ក៏បានស្ទុះទៅយ៉ាងលឿនសម្ដៅទៅកាន់រន្ទះក្រហមម្នាក់នឹងឯងគាត់ក៏បានចាប់វាមកព្រមទាំងក៏បានញាត់វាចូលទៅក្នុងកសែភ្នែករបស់គាត់វិញដែររួចហើយឈីងស៊ុយគាត់ក៏បានប៉ាមួយជំហានទៀតរាងកាយរបស់គាត់ក៏ត្រូវបានលាយបញ្ចូលគ្នាជាមួយនឹងពិភពលោកតែនេះវាក៏ជាបច្ចេកទេសពុតកងលំហនឹងឯងឃើញថាត្រឹមតែមួយជំហានតែប៉ុណ្ណោះគេក៏បានទៅក្បែរជាមួយនឹងវ៉ាលិនរួចទៅហើយដែលកំពុងតែធ្វើការដកថយនៅពេលនេះណាវ៉ាលិនឃើញបែបហ្នឹងគាត់ក៏បានធ្វើការបញ្ចេញជាមួយនឹងបំណែកដៃរបស់គាត់ចេញមកទៅម្ដងណាធ្វើការវាប្រហារទៅកាន់ឈីងស៊ុយនឹងឯងឈីងស៊ុយឃើញបែបហ្នឹងគេក៏បានត្រឹមតែយកដៃរបស់គេត្រោមមួយជំហានទៅប៉ុណ្ណោះឃើញថានៅពេលនេះបំណែកដៃមួយហ្នឹងគឺមិនអាចសង្កត់បានបន្តទៅទៀតនោះឡើយវ៉ាលិនឃើញបែបហ្នឹងគាត់ក៏បានត្រឹមតែដកដង្ហើមធំបន្តិចបន្ទាប់មកហ្នឹងគាត់ក៏បានបង្កើតជាមួយនឹងត្រែមួយទៀតហើយរួចហើយក៏បានធ្វើការចេញស្ទុះទៅមុខយ៉ាងលឿនតែនោះក៏ជាគូតៅសឹងលណាវាក៏បានប្រែទៅជាឆ្អឹងសត្វជាដ៏ធំសម្បើមមួយដែលមានស្នែងចំនួន4កំពុងតែស្ទុះទៅកាន់ឈីងស៊ុយរួចទៅហើយរីឯឈីងស៊ុយនៅពេលនេះវិញគេក៏រៀងភ្ញាក់បន្តិចបានដឹងហើយថានេះក៏ជាគូតៅសឹងលរបស់លោកម្ចាស់គ្មានកង្វល់ណាបាទបន្ទាប់ពីសត្វមួយហ្នឹងក៏បានបង្ហាញឡើងបែបហ្នឹងវាក៏បានបញ្ចេញជាមួយនឹងចំហាយអាក្រក់យ៉ាងខ្លាំងមែនទែនហើយធ្វើឲ្យស្នាមពណ៌ប្រផេះមួយក៏បានលេចឡើងនៅលើជើងរបស់ឈីងស៊ុយតែម្ដងណាហើយល្បឿនរបស់វាក៏ពិតជាលឿនខ្លាំងមែនទែនហើយធ្វើការរីករាលដាលយ៉ាងឆាប់រហ័សក៏ប៉ុន្តែឈីងស៊ុយគេក៏បានត្រឹមតែញញឹមឡើងតែប៉ុណ្ណោះព្រមទាំងនៅពេលនោះក៏ស្រាប់តែសម្លេងប្រែបីរបស់នោះក៏បានផ្ទុះឡើងចេញអំពីរាងកាយរបស់គាត់បន្ទាប់មកស្នាមពណ៌ប្រផេះទាំងអស់នោះវាក៏ត្រូវបានបំផ្លាញចោលខ្ទេចព្រមទាំងក៏បានលន់មកដល់ថាអញគឺជាអ្នកវឹកហាត់ធម្មពលជីដែលគួរចាប់អារម្មណ៍ខ្លាំងណាស់បន្ទាប់មកនឹងគាត់ក៏បានធ្វើការស្ទុះទៅកាន់វត្តមានយ៉ាងលឿនបន្ថែមតទៅទៀតហើយបោពេញត្រង់ចេតនានៃការសម្លាប់តែម្ដងណាវ៉ាងលិនឃើញបែបហ្នឹងគាត់ក៏បានធ្វើការហោះផ្លាស់ប្ដូរទិសដៅព្រាមៗតែម្ដងណាព្រមទាំងក៏បានទះជាមួយនឹងថង់ភ្លុករបស់គាត់ចេញមកតែម្ដងរួចហើយដែលអមតៈដំណក់ទឹកភ្លៀងក៏បានលេចចេញមកវ៉ាងលិនក៏បានប្រើប្រាស់ជាមួយនឹងស្នៀតដាវបំបីឋានសួគ៌របស់គាត់ហ្នឹងឯងធ្វើការកាប់ជាបន្តសម្ដៅទៅកាន់ឈីងស៊ុយណារីឯឈីងស៊ុយនេះវិញគេក៏បានដឹងដូចគ្នាដែរថានេះវាក៏ជាវិជាដាវរបស់អាណាចក្រអមតៈទឹកភ្លៀងឈីងស៊ុយគាត់ក៏រៀងជ្រុញចាំតិចដែរណាក៏ប៉ុន្តែយ៉ាងណាមិញតែរបស់គាត់ក៏បានលូកចេញទៅរួចហើយក៏បានច្បាច់បំបីជាមួយនឹងធម្មពលដាវទាំងអស់នោះខ្ទេចរីឯវរបៀបនេះវិញបន្ទាប់ពីធម្មពលដាវមួយនឹងគេត្រូវបានបំផ្លាញចោលបែបហ្នឹងគាត់ក៏បានធ្វើការដកថយម្ដងទៀតឈីងស៊ុយនេះវិញគេក៏បានត្រឹមតែសាយបន្តិចព្រមទាំងក៏បានប៉ាមួយជំហានទៀតដែរប៉ាមួយជំហានមួយនឹងក៏បានទឹកប៉ាជាមួយនឹងវ៉ាលិនទៀតហើយបន្ទាប់មកដៃឈីងស៊ុយក៏បានលូកចេញទៅនៅខណៈនេះស្នាមប្រេះបែកនៃលំហក៏បានលេចឡើងម្ដងទៀតដែរវ៉ាលិនឃើញបែបហ្នឹងកសាផ្នែករបស់គាត់ពោពេញត្រង់ចេតនានៃការសម្លាប់គាត់ក៏បានទះជាមួយនឹងថង់ផ្ទុករបស់គាត់ម្ដងទៀតរួចហើយរាងកាយពាក់កណ្ដាលរបស់ពពាកបរោះឈាមក៏បានលេចចេញមកបន្ទាប់មកគាត់ក៏បានធ្វើការស្រូបយកជាមួយនឹងធម្មពលដើមដែលមានក្នុងរាងកាយពាក់កណ្ដាលរបស់ពពាកបរោះឈាមនឹងឯងចាក់បញ្ចូលមកកាន់រាងកាយរបស់គាត់តែម្ដងណាបន្ទាប់មកដៃរបស់វត្តយើងគាត់ក៏ចាប់ផ្ដើមបង្កើតជាមួយនឹងខ្យល់គួយទាំងម្ដងទៀតហើយរួចហើយក៏បានស្រែកយ៉ាងខ្លាំងឲ្យថាបំផ្ទុះនៅគណៈពេលនេះកម្លាំងបំផ្លិចបំផ្លាញមួយក៏បានផ្ទុះចេញអំពីខ្យល់គួយមួយនឹងតែម្ដងណាបង្កើតបន្តជាកម្លាំងយ៉ាងខ្លាំងក្លាប៉ះទាំងកិច្ចគ្នាជាមួយនឹងដៃរបស់ឈីងស៊ុយនឹងឯងដែលវាក៏បានធ្វើឲ្យដៃរបស់គាត់នឹងក្រៀងឆប់បន្តិចវ៉ាលិនជាលកាឡូគាត់ក៏បានធ្វើការដកថយបន្ថែមតទៅទៀតណាយ៉ាងណាមិញគាត់ក៏បានដឹងហើយថារាងកាយមនុស្សនេះគេក៏ពិតជារឹងមាំខ្លាំងមែនទេណាមិនថាបើទោះបីជាបច្ចេកទេសឬក៏ជាត្រកកំណប់វីតាមីនអ្វីផ្សេងៗនោះទេវាគឺមិនអាចធ្វើអ្វីទៅកាន់រាងកាយរបស់ឈីងស៊ុយបាននោះឡើយវ៉ាងលិនគាត់ក៏បានត្រឹមតែសម្រេចចិត្តក្នុងការបង្កើតខ្យល់ម្ដងទៀតហើយដោយនៅពេលនេះគាត់ក៏បានស្រែកយ៉ាងខ្លាំងឲ្យថាហៅខ្យល់នៅគណៈពេលនេះខ្យល់គួយដ៏ធំសម្បើមមួយក៏បានលេចចេញមកម្ដងទៀតហើយធម្មពលអមតៈរបស់នោះអធិស្រ័យធម្មពលដើមរបស់នោះក៏បានហូរចេញអំពីដែនស្នាមរបស់គាត់បង្កើតបន្តជាខ្យល់ដ៏ធំសម្បើមមួយណាក៏ប៉ុន្តែយ៉ាងណាមិញវាគឺមិនទាន់គ្រប់គ្រាន់ទេឃើញថានៅពេលនេះគាត់គឺដកថយបណ្ដាព្រមទាំងបង្កើតជាមួយនឹងខ្យល់ខ្លាំងមួយនឹងបណ្ដាណាហើយតែម្ខាងរបស់គាត់នេះវិញគឺស្រូបយកជាមួយធម្មពលដើមចេញអំពីរាងកាយរបស់ពាក្យប្រោះឈាមណាឃើញថានៅពេលនេះវត្តយើងគឺប្រៀបបានដូចជាមនុស្សឆ្កួតមួយទៅហើយដោយសារតែគាត់ស្រូបយកជាមួយធម្មពលដើមច្រើនខ្លាំងពេកគឺមិនគិតអំពីរាងកាយរបស់គាត់ណាថាតើវាអាចស៊ូទ្រាំជាមួយនឹងកម្លាំងដ៏ខ្លាំងបែបនេះបានឬក៏អត់នោះទេបើយើងក៏លេចមកកាន់ពេលនេះវិញឃើញថាខ្យល់ខ្មែរជុំវិញវត្តយើងចាប់ផ្ដើមបង្កើតឡើងម្ដងទៀតហើយដោយលើកនេះវាក៏បានពង្រីកខ្លួនវាយ៉ាងធំសម្បើមខ្លាំងមែនទែនព្រមទាំងក៏បានប្រែក្លាយទៅជានីក្រីពីរក្បាលដែលជានីក្រីខ្មៅណារួចហើយវាក៏បានធ្វើការស្ទុះទៅយ៉ាងលឿនឡំព័ទ្ធជុំវិញរាងកាយរបស់ឈីងស៊ុយតែម្ដងព្រមទាំងក៏បានបញ្ចេញជាមួយនឹងចំហាយខ្មែររបស់នោះធ្វើការព្រោះពីពេញរាងកាយរបស់ឈីងស៊ុយតែម្ដងណាបាទរាងកាយឈីងស៊ុយនៅពេលនេះក៏រីងញ័របន្តិចក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយនឹងកសែផ្នែករបស់គាត់គឺនៅតែពោពេញដោយចេតនានៃការសម្លាប់យ៉ាងចាំងវ៉ាដិនឃើញបែបហ្នឹងគាត់ក៏បានដឹងហើយថាវាគឺនៅតែមិនគ្រប់គ្រាន់គាត់ក៏ត្រូវតែស្រូបយកជាមួយនឹងធម្មពលអមតៈបន្ថែមតទៅទៀតនៅពេលនេះរាងកាយរបស់ពពាកប្រោះឈាមក៏បានរួមទៅបន្តិចម្ដងបន្ថែមតទៅទៀតហើយស្របពេលជាមួយគ្នានោះដែរឃើញថាសំឡេងផ្ទុះរបស់នោះក៏ត្រូវបានលើឡើងក្នុងរាងកាយរបស់វណ្ណរបស់យើងណាតាមពិតទៅជាក់ស្ដែងទៅរាងកាយរបស់គាត់គឺមិនអាចស៊ូទ្រាំជាមួយនឹងធម្មពលដើមយ៉ាងច្រើនបែបនេះបាននោះទេដែលវាក៏កំពុងតែដំណើរការក្នុងរាងកាយរបស់គាត់ណាជាហេតុធ្វើឲ្យរាងកាយរបស់គាត់នៅពេលនេះគឺថាមានរបួសរួចទៅហើយតែមិនថាដូចណាឃើញថាវ៉ាលីនគាត់គឺខិតខំប្រឹងប្រែងខ្លាំងមែនទែនហើយព្យាយាមក្នុងការស្រូបយកធម្មពលដើមជាបន្តជាហេតុធ្វើឲ្យនៅពេលនេះឃើញថាចំហាយពណ៌ខ្មែររបស់នោះដែលវាក៏បានសាយភាយចេញអំពីរន្ធញើសរបស់គាត់បង្កើតបានជានីក្រីខ្មែរមួយក្បាលទៀតណាជាហេតុនៅពេលនេះ
ឃើញថានីការីខ្មែររបស់ព្រះយើងគឺមានរហូតដល់3ក្បាលណោះកំពុងតែលំពតទៅកាន់ឈីងសួយនឹងឯងបន្ថែមបើទោះបីជាឈីងសួយគេព្យាយាមក្នុងការកិច្ចវេះជាណាក៏ដោយក៏នីការីទាំង3ក្បាលមួយហ្នឹងគឺនៅតែព្យាយាមក្នុងការលំពតទៅកាន់ឈីងសួយបន្ថែមតទៅទៀតវ៉ានយកការល្អគាត់ក៏បានធ្វើការគប់យកជាមួយនឹងរាងកាយបពាក់បរោះឈាមដោយនៅពេលនេះគាត់គឺបានស្រូបយកធម្មពលមិនទាន់អស់នៅឡើយនោះទេដូច្នេះអានេះគាត់ក៏បានធ្វើការកវែងរាងកាយបពាក់បរោះឈាមទៅក្បាលជាមួយនឹងឈីងសួយតែម្ដងដោយគាត់ក៏បានស្រែកយ៉ាងខ្លាំងហើយថាបំផ្ទុះនៅគណៈពេលនេះការបំផ្ទុះយ៉ាងខ្លាំងក្លាមួយក៏ត្រូវបានបង្កើតឡើងអមជាមួយនឹងការបំផ្ទុះជាមួយនឹងនាគទាំង3ក្បាលនឹងដូចគ្នាដែរណាឃើញថាកម្លាំងរបស់វានឹងក៏ពិតជាមិនធម្មតានោះទេដែលវាក៏បានធ្វើឲ្យលំហមេឃចាប់ផ្ដើមប្រាំបែកព្រមទាំងក៏ត្រូវបានបំផ្លាញចោលតំបន់នឹងខ្ទេចចំណែកឯវត្តយើងយកការល្អគាត់ក៏បានធ្វើការដកថយរួចខ្លួនតែម្ដងណាដោយយកទ្រព្យកំណត់របស់គាត់យកមកទុកវិញទាំងអស់ហ្នឹងឯងយល់ណាមិញក្នុងការប្រយុទ្ធជាមួយនឹងជីងសួយមួយហ្នឹងគេមានរយៈពេលយូរនោះទេក៏ប៉ុន្តែវាក៏ពិតជាសាហាវសម្រាប់គាត់ណាព្រមទាំងពិបាកមើលខ្លាំងហ្នឹងឯងជាពិសេសក៏ជានាគ3ក្បាលដែលត្រូវបានបំទោសនេះកម្លាំងវាក៏ពិតជាខ្លាំងក្លាបូករួមជាមួយនឹងរាងកាយបពាក់បរោះឈាមទៅហ្នឹងវាក៏បានធ្វើឲ្យកម្លាំងនៃការបំទោសមួយហ្នឹងក៏បានឈានទៅដល់ចំណុចកំពូលរួចទៅហើយបើយើងក៏លេចមកកាន់នៅវគ្គអមតៈដទៃទៀតដែរវិញឃើញថាពួកគេក៏បានធ្វើការដកថយយឺតតែម្ដងណាយល់ណាមិញជាមួយនឹងសមរភូមិនៃការប្រយុទ្ធនេះពួកគេក៏បានមើលឃើញរួចទៅហើយព្រមទាំងចិត្តរបស់ពួកគេនៅពេលនេះក៏ចាប់ផ្ដើមញ័រយ៉ាងខ្លាំងមែនទែនហើយរូបរាងរបស់វត្តយើងក៏ត្រូវបានឆ្លាក់ជាប់យ៉ាងច្បាស់ក្នុងចិត្តរបស់ពួកគេដែលវាក៏មិនអាចលុបបាននោះឡើយរីឯសេងកុងហូនេះវិញគេក៏ពោពេញដោយការរំភើបណាកំពុងតែសម្លឹងមើលទៅកាន់លោកម្ចាស់របស់គេដែលកំពុងតែដកថយនឹងឯងឃើញថានៅពេលនេះការគ្រប់កោតខ្លាចចំពោះវត្តយើងគេក៏កាន់តែការឡើងបន្ថែមតទៅទៀតចានកុងលៀនេះវិញក៏មិនខុសគ្នាដូចគ្នាដែរខណៈពេលដែលកំពុងតែមើលជាមួយនឹងសមរភូមិទាំងការប្រុងប្រយ័ត្នណាចំណុចឯតែທາງយិនហ្វឹងដែលគេនៅពេលនេះគឺពោពេញដោយការភ័យខ្លាចរួចទៅហើយគេក៏បានត្រឹមតែដកទាំងហើមធំទៅប៉ុណ្ណោះយ៉ាងណាមិញក្នុងកសាផ្នែករបស់គេនៅពេលនេះគឺវាពោពេញដោយការភ័យខ្លាចតែម្ដងណាជាពិសេសវាក៏ជាខ្យល់ខ្មៅដែលវ៉ានរបស់យើងក៏បានបញ្ចេញមកហ្នឹងឯងគេនៅពេលនេះក៏បានគិតថាហើយសំណាងល្អហើយតែខ្ញុំគឺបានវាប្រហែលគេការពេលនោះបែមិនដូចឆ្លងទេច្បាស់ណាខ្យល់ខ្មៅនេះច្បាស់ជាលេបប្របាក់ខ្ញុំជាមិនខាននោះឡើយທາງយិនហ្វឹងនៅពេលនេះគឺទឹកមុខប្របាក់មើលខ្លាំងមែនទេហើយគេពោពេញដោយការភ័យខ្លាចតែម្ដងណាម្យ៉ាងវិញទៀតនៅពេលនេះគេក៏បានដឹងអំពីអានុភាពរបស់វត្តយើងរួចទៅហើយព្រមទាំងក៏បានគិតថាហើយមនុស្សនេះគេក៏ពិតជាខ្លាំងពេកហើយដូច្នេះហ្នឹងវាមិនអាចត្រួយនោះទេក្នុងការដែលសម្រាប់គេបាននៅពេលនេះដូច្នេះហើយខ្ញុំក៏ត្រូវតែដកថយជាបន្តនៅពេលនេះបាទបើយើងក៏លេចមកកាន់វត្តយើងនេះវិញឃើញថាជើងរបស់គាត់ក៏បានដើរចេញទៅរាល់ជំហានមួយរបស់គាត់វាក៏ពោពេញទៅដោយរលកធម្មពលណាបន្តមកហ្នឹងរាងកាយរបស់គាត់ក៏ត្រូវបានលាយបញ្ចូលគ្នាជាមួយនឹងពិភពលោកបានទៅបន្តិចម្ដងបានចេញអំពីទីកន្លែងហ្នឹងបានទៅក៏ប៉ុន្តែយ៉ាងណាមិញវត្តយើងគាត់ក៏មានអារម្មណ៍ថាមាននរណាម្នាក់ហាក់បីដូចជាកំពុងតែប្រើប្រាស់ជាមួយអារម្មណ៍របស់គេណាក្នុងការទាញគាត់ឲ្យចេញត្រឡប់មកវិញហ្នឹងឯងវ៉ាងឌិនឃើញបែបហ្នឹងក៏សារផ្នែករបស់គាត់ក៏រៀងរួមតូចបន្តិចនៅគណៈពេលនោះក៏ស្របតែសំឡេងមួយត្រូវបានពលឺឡើងអាឡោតមានវាសនាក៏បញ្ជាក់បញ្ញាក្នុងការចាក់ចេញអំពីទីកន្លែងហ្នឹងពេកហើយយ៉ាងណាមិញរាងកាយដើមរបស់គាត់គឺមិនអាចមកទីនេះបានលឿនពេកនោះទេដូច្នេះហ្នឹងគាត់ក៏មានតែសុំខ្ចីទៅកាន់រាងកាយរបស់យើងតែប៉ុណ្ណោះបន្ទាប់ពីសំឡេងហ្នឹងក៏ត្រូវបាននិយាយចប់នៅគណៈពេលនោះក៏ស្របតែរលកធម្មពលដ៏ខ្លាំងក្លាដែលមើលមិនឃើញមួយក៏បានលេចចេញមកទៅតាមវិធីសាស្ត្រដែលមិនស្គាល់មួយណាបន្ទាប់មកវាក៏បានកាត់ផ្ដាច់រវាងតំណភ្ជាប់ពលឹងរបស់យើងជាមួយនឹងរាងកាយរបស់គាត់ភ្លាមតែម្ដងណាក្រមអំណាចដ៏ខ្លាំងក្លាមួយនេះវាក៏បានធ្វើឲ្យពលឹងដើមកំណត់របស់យើងក៏ត្រូវបានរុញឲ្យចេញតែម្ដងណាមិនមែនចេញទៅណាទេគ្រាន់តែថាមិនអាចគ្រប់គ្រងទៅកាន់រាងកាយរបស់គាត់ទៀតបាននោះឡើយហើយនៅគណៈពេលនោះក៏ស្របតែពលឹងដើមដ៏មានឥទ្ធិពលមួយក៏បានចាប់ផ្ដើមបង្កើតឡើងក្នុងមួយរំពេចតែប៉ុណ្ណោះពលឹងដើមហ្នឹងក៏បានគ្រប់គ្រងទៅកាន់រាងកាយរបស់យើងរួចទៅហើយដោយវាគឺអាចបញ្ជាទៅកាន់រាងកាយរបស់វ៉ាលិនបានទាំងស្រុងតែម្ដងណាឃើញថានៅពេលនេះវ៉ាលិនគាត់គឺផ្លាស់ប្ដូរទាំងស្រុងរួចទៅហើយពោពេញដោយសម្ពាធយ៉ាងខ្លាំងក្លាតែម្ដងណាចេញអំពីរាងកាយរបស់គាត់ហើយមានប្រាប់ឈ្មោះគាត់តែម្ដងទៅលោកម្ចាស់វាសនាម្ដងគាត់ក៏មានឈ្មោះថាលោកម្ចាស់ដាតភ្លើងហ្នឹងឯងដើម្បីឲ្យងាយស្រួលយល់បន្ថែមតទៅទៀតណាកុំឲ្យបងប្អូនយើងពិបាកក្នុងការស្ដាប់ហ្នឹងឯងចូលមកកាន់ពេលនេះវិញឃើញថាបន្ទាប់ពីបានគ្រប់គ្រងទៅកាន់រាងកាយរបស់វ៉ាលិនហើយហ្នឹងគាត់ក៏បានប៉ាក់ទៅមុខមួយជំហានដោយគាត់នៅពេលនេះគឺកំពុងតែព្យាយាមបន្សំរាងកាយរបស់វ៉ាលិនជាមួយនឹងពលឹងរបស់គាត់ក៏លេចមកកាន់តំបន់ដែលវត្តយើងគាត់ក៏បានបំទោសជាមួយនឹងរាងកាយបពាក់បរោះឈាមព្រមទាំងនី3ក្បាលរបស់គាត់ណាឃើញថានៅពេលនេះរូបសំណាកមួយគេត្រូវបានបង្ហាញឡើងនៅលើរូបសំណាកពណ៌ខ្មៅមួយហ្នឹងគឺមានជាមួយនឹងស្នាមប្រេះតិចតួចបន្ទាប់មកហ្នឹងក៏ស្របតែស្នាមប្រេះបែកទាំងនោះក៏ត្រូវបានបង្ហាញឡើងជាច្រើនកន្លែងព្រមទាំងក៏បានប្រេះបំបែកចោលខ្ទេចបន្ទាប់មកមនុស្សម្នាក់ក៏បានបង្ហាញខ្លួនឡើងមកចេញអំពីស្នាមប្រេះមួយហ្នឹងតែម្ដងណាបាទគាត់គឺមានវ័យកណ្ដាលសក់របស់គាត់មានពណ៌ខ្មៅនៅលើរូបរាងកាយរបស់គាត់គឺគ្មានជាមួយនឹងស្នាមរបស់អ្វីនោះឡើយក៏ប៉ុន្តែយ៉ាងណាមិញកសាផ្នែករបស់គាត់ពោពេញទៅដោយជាត្រែនៃការសម្លាប់ដដែលណាឃើញថានៅពេលនេះគេក៏បានត្រឹមតែលន់មកថាបច្ចេកទេសរបស់អន្តរិយអមតៈបៃហ្វានដែលឋានសួគ៌របស់ជីងសួងទ្រព្យសម្បត្តិរបស់លោកម្ចាស់គ្មានកង្វល់ព្រមទាំងរូបរាងកាយមនុស្សម្នាក់ដែលអាចប្រៀបធៀបបានជាមួយនឹងលោកម្ចាស់
អមតៈនឹងឯពាក្យថាលោកម្ចាស់អមតៈហ្នឹងគឺគេនិយាយអំពីកម្រិតនៃការវឹកហាត់ការពីសម័យបុរាណណាបងប្អូនយើងកុំយល់ច្រឡំថាអត់เป็นចិត្តហៅប្រេប្រាអញ្ចឹងតែប៉ុន្តែមិនមែនទេគេហៅតាមកម្រិតនៃការវឹកហាត់ការពីបុរាណហ្នឹងឯងគឺលោកម្ចាស់អមតៈណាដែលកម្រិតប៉ុណ្ណឹងគឺវាស្មើជាមួយនឹងកម្រិតទី12 13ហ្នឹងឯងគឺគៀកហ្នឹងហើយអត់មាន5តែម្ដងតែបច្ចុប្បន្នចេញអំពីរូបចម្លាក់ហ្នឹងគាត់ក៏ជាឈិងសួយហ្នឹងឯងមិនដឹងថាយ៉ាងណានោះទេបន្ទាប់ពីបានកាត់ឡើងចេញពីរូបចម្លាក់របស់គាត់ហើយនឹងរាងកាយរបស់គាត់ក៏បានប្រែទៅជាក្មេងវិញព្រមទាំងនៅពេលនេះគាត់ក៏មានការចាប់អានដូចគ្នាដែរចាប់តាមពីគាត់ក៏បានភ្ជាប់ពីដំណេកឡើងត្រឡប់មកវិញវ៉ាលីនក៏ជាមនុស្សដំបូងហើយដែលជាអ្នកវឹកហាត់ធម្មពលជាដែលខ្លាំងបំផុតដែលគាត់ក៏ធ្លាប់បានជួបណាចាប់តាមពីគាត់ក៏បានភ្ជាប់ឡើងត្រឡប់មកវិញហ្នឹងឯងដូច្នេះហ្នឹងគាត់ក៏បានប្រាប់ឲ្យថាឯងគឺមានសិទ្ធិក្នុងការប្រាប់ឈ្មោះរបស់ឯងមកកាន់ខ្ញុំជាងសួយគាត់គឺបានទៅសារទៅកាន់រាងកាយរបស់វ៉ាលីនណាដែលប្រៀបធៀបបានជាមួយនឹងលោកម្ចាស់អមតៈហ្នឹងឯងតែអ្វីដែលមានក៏បានគិតហ្នឹងប្រហែលជាជាងសួយគាត់គឺយល់ច្រឡំព្រោះថារន្ទះក្រហមរបស់គាត់មិនអាចធ្វើអ្វីទៅកាន់រាងកាយរបស់វ៉ាលីនបានណាប្រហែលជាហេតុហ្នឹងឯងបានជាគាត់ក៏បានទៅសារទៅកាន់រាងកាយរបស់វ៉ាលីនយើងអញ្ចឹងដែរនៅគណៈពេលនោះដៃរបស់គាត់ក៏បានប៉ះទៅកាន់បំណែករូបសំណាកដែលវានៅសេសសល់បន្តិចបន្តួចហ្នឹងដែលធ្វើរូបសំណាកហ្នឹងក៏បានបែកទាំងស្រុងដល់ពេលក៏បានប្រែក្លាយទៅជាលំបែងខ្មៅមួយនៅក្នុងដៃរបស់គាត់តែម្ដងណានៅគណៈនោះក៏ស្របតែសំឡេងមួយគឺត្រូវបានបន្លឺឡើងនិយាយអ្វីច្រើនម្ល៉េះមិនបានឯងគ្រាន់តែជាមេតបអមតៈមួយទេនេះកម្រិតនៃការវឹកហាត់របស់ឯងបច្ចុប្បន្នគ្រាន់តែជាកម្រិតលោកម្ចាស់អមតៈតែប៉ុណ្ណោះដែលក៏ជាកម្រិតទី9កាលពីបុរាណកាលណាបាទកម្រិតទី10ប៉ុណ្ណេះវិញវាក៏ស្មើជាមួយនឹងជំហានទី3ហ្នឹងឯងកម្រិតទី9ហ្នឹងវាក៏ស្មើជាមួយនឹងជំហានទី2កម្រិតទី12ឬក៏13អញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូនយើងក៏នឹងយល់បាទចូលមកកាន់សេចក្ដីរបស់យើងវិញនៅគណៈពេលដែលរាងកាយរបស់វត្តយើងកំពុងតែនិយាយនេះឃើញថាព្រលឹងតាមកំណត់របស់វត្តយើងកំពុងតែឆោសម្លឹងមើលទៅកាន់រាងកាយរបស់គាត់ណាដែលកំពុងតែនិយាយឌឺដងទៅកាន់ឈីងសួយហ្នឹងឯងស្របពេលដែលវ៉ាលីនកំពុងតែនិយាយនោះដែរស្រាប់របស់គាត់ក៏បានសង្កត់ចេញទៅរយធម្មពលពណ៌សទាំងអស់ក៏បានប្រមូលផ្ដុំគ្នាបង្កើតបានជាដំបានពន្លឺមួយណាព្រមទាំងក៏បានស្ទុះទៅកាន់ឈីងសួយយ៉ាងលឿនឈីងសួយឃើញបែបហ្នឹងហ្នឹងគាត់ក៏បានត្រឹមតែលន់មុតដែរថាអាចប្រមូលជាមួយនឹងអំណាចឋានសួគ៌និងផែនដីបានតែអញក៏ជានរណាគេទៅរយឈីងសួយលំបែងរបស់គាត់ក៏បានគោះជាមួយនឹងមិត្តស្ញាមួយព្រមទាំងក៏បានបាញ់ស្ទុះឡើងទៅលើតែនៅពេលនេះឃើញថាថាវពលរបស់អ្នកទាំងពីរក៏បានប៉ះទង្គិចគ្នាហើយយ៉ាងណាមិញវាមិនបានបកកសម្លេងអ្វីនោះទេក៏ប៉ុន្តែជាមួយនឹងការប៉ះទង្គិចគ្នានេះលំហនៅទីនោះវាក៏ចាប់ផ្ដើមប្រះបែកឡើងព្រមទាំងក៏បានស្រូបជាមួយនឹងវឹកហាត់អមតៈមួយចំនួនដែលពួកគេមិនអាចគេចខ្លួនទាន់ណាដោយរាងកាយរបស់គេគឺត្រូវបានស្រូបចូលទៅខ្ទេចបន្ទាប់មកលោកម្ចាស់ដាតភ្លើងដែលជាអ្នកគ្រប់គ្រងទៅកាន់រាងកាយរបស់វ៉ាលេននឹងឯងដែលស្រាមរបស់គាត់ក៏បានលើកឡើងព្រមទាំងក៏បានស្រែកយ៉ាងខ្លាំងឲ្យថាអណ្ដាតភ្លើងអមតៈឆាបឆេះឋានសួគ៌រួចហើយផ្ទៃមេឃក៏ចាប់ផ្ដើមផ្លាស់ប្ដូរដោយវាក៏ត្រូវបានជំនួសទៅដោយអណ្ដាតភ្លើងពណ៌ក្រហមម្នេះវិញឃើញថាអ្នកផងទាំងបងដែលជាអ្នកវឹកហាត់អមតៈទាំងអស់នោះពួកគេឃើញបែបហ្នឹងក៏បានធ្វើការដាក់មេប្រូចយកព្រាមតែម្ដងណាហើយបើយើងក្លេចមកកាន់វ៉ាលេននៅពេលនេះវិញឃើញថាក៏ពិតជាកំណាញ់ខ្លាំងមែនទេហើយរាងកាយរបស់គាត់កំពុងតែសម្ញែងឡើងលើអាកាសអមត្រអណ្ដាតភ្លើងតែពោពេញត្រង់ចំហាយដល់មហិមាបន្ទាប់ពីបានបញ្ចេញមកបែបហ្នឹងហ្នឹងលោកម្ចាស់អណ្ដាតភ្លើងគាត់ក៏បានធ្វើការសង្កត់ចោះទៅភ្លាមតែម្ដងនៅគណៈនេះឃើញថាអណ្ដាតភ្លើងទាំងនោះក៏បានប្រែក្លាយទៅជានាគភ្លើងរំដោះកំពុងតែពំនាំយកជាមួយនឹងកម្ដៅដ៏ខ្លាំងក្លាធ្វើការស្ទុះទៅកាន់ជីងសួយយ៉ាងលឿនខ្លាំងមែនទេហើយជីងសួយឃើញបែបហ្នឹងក៏សែនផ្នែករបស់គាត់ពោពេញដោយភាពត្រជាក់គាត់ក៏បានបំបែកជាមួយនឹងលំបែងរបស់គាត់ភ្លាមដោយបំណែកលំបែងទាំងនោះក៏បានធ្វើការបន្លំពត់ជំវិញរាងកាយរបស់គាត់ដូចទៅហើយបន្ទាប់មកនឹងដៃស្ដាំរបស់គាត់ក៏បានចុចចេញទៅពន្លឺពណ៌ក្រហមមួយក៏បានបាញ់ចេញអំពីកសែផ្នែករបស់គាត់ទៅយ៉ាងលឿនសម្ដៅទៅកាន់ផ្នែកខាងលើតែម្ដងណារយៈឈីងសួយគាត់ក៏បានត្រឹមតែលន់មកដែរថាខ្ញុំក៏មិននឹកស្មានថាក្នុងចំណោមអ្នកវឹកហាត់ធម្មពលជីចំនួនក្រោយបែរជាអាចមានជាមួយនឹងមនុស្សដែលអាចឈានមកដល់កម្រិតនេះបានឡើយពិតជាមិនធម្មតានោះទេក៏ប៉ុន្តែមិនថាទីណាពន្លឺក្រហមដែលបានបាញ់ចេញអំពីឈីងសួយមកនឹងវាក៏ជារន្ទះក្រហមនឹងឯងវាក៏បានធ្វើការសម្រុកទៅយ៉ាងលឿនឆ្លងកាត់ជាមួយនឹងអណ្ដាតភ្លើងទាំងអស់នោះគ្រប់ផ្លូវដែលវាក៏បានឆ្លងកាត់នឹងគឺអណ្ដាតភ្លើងទាំងអស់នោះក៏ត្រូវបានបំផ្លាញចោលខ្ទេចព្រមទាំងក៏បានស្ទុះទៅយ៉ាងលឿនសំដៅទៅកាន់វ៉ាងលីននឹងឯងវ៉ាងលីនឃើញបែបហ្នឹងផ្នែករបស់គាត់ក៏ចាប់ផ្ដើមភ្លឺឡើងគាត់ក៏បានបង្កើតជំនាញត្រែមួយរួចហើយគាត់ក៏បានធ្វើការចង្អុលចោះព្រមទាំងក៏បានស្រែកយ៉ាងខ្លាំងឲ្យថាអណ្ដាតភ្លើងបន្ទាប់មកអណ្ដាតភ្លើងដែលបានលំពត់ជុំវិញរាងកាយរបស់ឈីងសួយនៅពេលនេះវាក៏ចាប់ផ្ដើមប្រមូលផ្ដុំគ្នាបានកាត់បានទៅជាតំបន់មួយកន្លែងដែលវាក៏បានគ្រប់គ្រងទៅកាន់រាងកាយរបស់ឈីងសួយរួចទៅហើយបន្ទាប់ពីវាក៏ត្រូវបានប្រមូលផ្ដុំគ្នាបែបហ្នឹងវាក៏បានបង្កើតទៅជាកូនបាល់ដ៏ធំសម្បើមួយណាបន្ទាប់មកវាក៏ចាប់ផ្ដើមរួមតូចទៅបន្តិចម្ដងព្រោះថាកន្លែងហ្នឹងយើងអាចគិតបានហើយបងប្អូនទាំងគ្នាដោយសារតែអណ្ដាតភ្លើងដែលលោកម្ចាស់អណ្ដាតភ្លើងនឹងដែរគ្រប់គ្រងទៅកាន់រាងកាយរបស់វត្តយើងគាត់ក៏បានប្រើប្រាស់ហ្នឹងគឺវាពិតជាធំធេងខ្លាំងមែនទេហើយប្រៀបបានដូចជាពិភពលោកមួយអញ្ចឹងណាអញ្ចឹងវាមិនពិបាកនោះទេក្នុងការដែលគ្រប់គ្រងទៅកាន់អធិស្ឋានក្នុងការដែលឡំព័ទ្ធជុំវិញរាងកាយរបស់ឈីងសួយណាព្រមទាំងរន្ទះក្រហមហ្នឹងឯងឃើញថានៅពេលនេះឈីងសួយគឺស្ថិតក្នុងបាល់ភ្លើងដ៏ធំសម្បើមនៅហ្នឹងឯងតែវាកំពុងតែធ្វើការរួញតូចទៅបន្តិចម្ដងណាចង់ដុតបំផ្លាញជាមួយនឹងអ្វីៗទាំងអស់ដែរនៅក្នុងវាហ្នឹងឯងឃើញថានៅពេលនេះលំហមេឃមួយចំនួនក៏ត្រូវបានប្រះបែកក៏ប៉ុន្តែយ៉ាងណាមិញមានតែពន្លឺពណ៌ក្រហមមួយតែប៉ុណ្ណោះតែវាមិនប៉ះពាល់អ្វីដែលនោះក៏ជារន្ទះក្រហមហ្នឹង
ហ្នឹងឯងឃើញថាវាក៏បានសម្រុកមកចន្លឿនចេញអំពីដំបាល់ពន្លឺម្ដងតែម្ដងណាចូលមកកាន់រាងកាយរបស់វ៉ាលេរបស់យើងដោយផ្ទាល់ហ្នឹងឯងនៅខណៈនេះចំហាយបំផ្លិចបំផ្លាញយ៉ាងខ្លាំងសម្បើមមួយក៏បានផ្ទុះពេញពេញរាងកាយរបស់វ៉ាលិនចំពោះវ៉ាលិនរបស់យើងនេះវិញគាត់ក៏អាចមើលឃើញបានយ៉ាងច្បាស់ហើយថាពលឹងរបស់លោកម្ចាស់អណ្ដាតភ្លើងនៅពេលនេះវាក៏ត្រូវបានបំផ្លាញចោលខ្ទេចក្នុងមួយរំពេចតែម្ដងណាក៏ប៉ុន្តែមិនថាទេណានៅពេលដែលពលឹងរបស់គាត់ក៏ត្រូវបានបំផ្លាញហើយហ្នឹងវាក៏ត្រូវបានបង្កើតឡើងត្រឡប់មកវិញណាបំផ្លាញម្ដងណាហ្នឹងក៏តែងតែបង្កើតឡើងត្រឡប់មកវិញហ្នឹងក៏ប៉ុន្តែកម្លាំងរបស់គាត់វាក៏កាន់តែចុះខ្សោយបន្ថែមតទៅទៀតរាល់ពេលដែលពលឹងរបស់គាត់ក៏ត្រូវបានបំផ្លាញម្ដងណាឃើញថាត្រឹមតែមួយផ្លែតែប៉ុណ្ណោះពលឹងរបស់តាចាស់ម្នាក់ក៏ត្រូវបានបំបែកជាច្រើនដងព្រមទាំងក៏ត្រូវបានបង្កើតឡើងជាច្រើនដងដូចគ្នាដែរណាឃើញថាត្រឹមតែរយៈពេលប្រហែលដង្ហើមតែប៉ុណ្ណោះវ៉ានរបស់យើងនេះថប់អារម្មណ៍ខ្លាំងមែនទែនហើយយូរណាស់មិញនៅពេលនេះគាត់ក៏ត្រូវតែជួយបានមិនដូចច្នោះទេនៅពេលដែលពលឹងរបស់តាចាស់ម្នាក់ក៏ត្រូវបានបាត់ចេញពីរាងកាយរបស់គាត់នឹងច្បាស់ណាស់គាត់នឹងឯងគឺជាអ្នកទប់ទល់ម្ដងណាហើយវ៉ានរបស់យើងគាត់គឺគ្មានទំនុកចិត្តនោះទេក្នុងការទប់ទល់ជាមួយនឹងធម្មពលជីម្នេះនោះទេគឺជារន្ទះក្រហមណាយូរណាស់មិញជាមួយនឹងរន្ទះក្រហមកាយពលឹងមុនគាត់គឺទទួលបានចេញអំពីត្រាដែលគាត់ក៏បានទម្លាស់របាំងជីវិតណាបើទោះបីជាការពីមុនវាខ្លាំងយ៉ាងណាក៏ដោយក៏ប៉ុន្តែឥឡូវនេះគឺវាពិតជាខ្សោយខ្លាំងណាស់តែបើប្រៀបធៀបជាមួយនឹងធម្មពលរន្ទះក្រហមឥឡូវនេះឃើញថាអំណាចរបស់វានឹងក៏ពិតជាខ្លាំងមែនទែនហើយអញ្ចឹងនឹងនៅពេលដែលពលឹងដើមកំណត់របស់គាត់ចេញធ្វើសកម្មភាពនឹងវត្តរៀងគាត់ក៏បានដឹងយ៉ាងច្បាស់អំពីអំណាចដ៏គួរឲ្យភ័យខ្លាចរបស់រន្ទះក្រហមនឹងតែម្ដងណារួចហើយពលឹងដើមរបស់គាត់ក៏បានបញ្ចេញជំនាញធម្មពលដើមយ៉ាងក្រាស់សម្បើមខ្លាំងមែនទែនហើយក្នុងការលំពាត់ជាមួយនឹងធម្មពលរន្ទះក្រហមនឹងគឺមិនឲ្យវាបំបីទៅកាន់ពលឹងរបស់តាចានឹងបន្តទៀតនោះទេហើយជាមួយនឹងការធ្វើបែបនេះវាក៏ទុកពេលគ្រប់គ្រាន់ក្នុងការដែលអាចឲ្យពលឹងដើមរបស់តាចានឹងគាត់គឺអាចស្ដារមកវិញរៀងបានលឿនណាព្រោះថាការពលឹងមុននឹងនៅពេលដែលគាត់ស្ដារឡើងត្រឡប់មកវិញតែងតែត្រូវបានបំផ្លាញមួយរំពេចទៅវិញណាអញ្ចឹងនៅពេលដែលស្ដារឡើងហើយនឹងវាក៏ត្រូវបានបំផ្លាញស្ដារឡើងត្រូវបានបំផ្លាញគ្មានពេលក្នុងការស្ដារឡើងពេញលេញនោះទេក៏ប៉ុន្តែដោយសារតែមានចំនួនចេញអំពីវត្តយើងតាចានឹងគាត់ក៏អាចស្ដារពលឹងរបស់គាត់បានដោយពេញលេញវិញបានណាក៏ប៉ុន្តែយ៉ាងណាមិញវត្តយើងគាត់គឺទប់ទល់មិនបានយូរទៀតនោះទេនៅគណៈពេលដែលធម្មពលរន្ទះក្រហមនឹងរៀបបាញ់ទៅទៅកាន់ពលឹងដើមកំណត់របស់វត្តយើងហើយនឹងតាចានឹងក៏បានធ្វើការលេបយកវាតែម្ដងណាដោយប្រើប្រាស់ជាមួយនឹងធម្មពលដើមរបស់គាត់ក្នុងការបិទទៅកាន់រន្ទះក្រហមនឹងតែម្ដងទៅហើយទស្សនវិជ្ជានេះគ្មាននរណាម្នាក់ដែលជាអ្នកវឹកហាត់អមតៈនៅខាងក្រៅក៏បានឃើញនោះឡើយដោយសារតែវាក៏បានបង្កើតឡើងក្នុងរាងកាយរបស់គាត់ណាម្យ៉ាងវិញទៀតតាចាស់វាសនាឬក៏ជាលោកម្ចាស់អណ្ដាតភ្លើងនឹងគាត់ក៏បានគិតដូចគ្នាដែរថាវាក៏ពិតជាគ្រោះថ្នាក់ខ្លាំងណាស់នេះក៏ពិតជាស័ក្តិសមធ្វើជាលោកម្ចាស់អមតៈឈីងស៊ុយពិតមែនរន្ទះក្រហមនេះវាក៏ពិតជាគ្រោះថ្នាក់ខ្លាំងពេកហើយក៏ប៉ុន្តែយ៉ាងណាមិញតាចាស់ខ្ញុំនេះក៏មិនបានរៀបចំផែនការដោយអត់ប្រយោជន៍នោះដែរប៉ុន្តែវាក៏ពិតជាគួរសោកស្ដាយដោយសារតែខ្ញុំគឺមិនអាចយករាងកាយដើមរបស់ខ្ញុំមកបានហើយម្យ៉ាងវិញទៀតវាក៏ស្ទើរតែធ្វើឲ្យផែនការរបស់ខ្ញុំគឺត្រូវបានបរាជ័យរួចទៅហើយខ្ញុំមិននឹកស្មានថាលោកម្ចាស់ឈីងស៊ុយដែលត្រូវបានឃុំឃាំងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះបែរជាអំណាចរបស់គាត់គឺនៅតែមានខ្លាំងដល់ថ្នាក់នេះទេក៏ដូចមកកាន់ដំបាល់អណ្ដាតភ្លើងនៅពេលនេះវិញឃើញថាវាក៏ពិតជារួមតូចខ្លាំងមែនទែនហើយរហូតដល់សល់ត្រឹមតែ10 feet តែប៉ុណ្ណោះបន្ទាប់មកនឹងវាក៏ត្រូវបានបំបែកចោលខ្ទេចបង្កឲ្យមានការបំទុះយ៉ាងខ្លាំងក្លាមែនទែនហើយលន់លឺជាច្រើនដងតែម្ដងណាជាមួយនឹងកម្លាំងដ៏ខ្លាំងក្លាបែបនេះឃើញថាសំបីតែមនុស្សម្នាដែលនៅឆ្ងាយឯនេះវិញពួកគេក៏នៅតែអាចមានអារម្មណ៍ដឹងអំពីចំហាយដ៏ខ្លាំងក្លាមួយនេះណាក៏ប៉ុន្តែមិនថាទៅយ៉ាងណារូបរាងរបស់វត្តយើងគឺនៅតែបន្តឈរសំខាន់នៅលើមេយ៉ាងសង្ហាតែម្ដងណាដោយអំណាចទាំងឯងឃើញថានៅពេលនេះសេងកងហួរនេះវិញគឺថាគេគឺពិតជារំភើបតែម្ដងណាដោយសារតែឃើញថាអំណាចរបស់លោកម្ចាស់របស់គេក៏ពិតជាខ្លាំងក្លាពេកហើយដោយគេក៏បានត្រឹមតែលន់មកដូចថាតើនេះគឺជាកម្លាំងពិតរបស់លោកម្ចាស់ខ្ញុំមែនដែរឬទេមើលទៅការទស្សទីរបស់ខ្ញុំកាលពីមុនគឺពិតជាមិនខុសនោះឡើយរីឯចាន់កងលីក៏កំពុងតែឈរមើលនៅក្នុងលំហនេះវិញឃើញថាបើទោះបីជាគេស្ថិតនៅក្នុងចម្ងាយដ៏ឆ្ងាយយ៉ាងណាក៏ដោយនឹងក៏ប៉ុន្តែគេក៏នៅតែអាចមានអារម្មណ៍ដឹងអំពីកម្លាំងដ៏ខ្លាំងក្លាដែលបានចេញអំពីអណ្ដាតភ្លើងមួយនឹងតែម្ដងណាឃើញថានៅពេលនេះកាសាផ្នែករបស់គេពោពេញទៅដោយការរំភើបរួចទៅហើយខណៈពេលដែលគេកំពុងតែសម្លឹងមកទៅកាន់អណ្ដាតភ្លើងមួយនោះណាកំណត់របស់គេនៅវិញក៏ដូចជាសេងកងហូដូចគ្នាដែរគេក៏បានត្រឹមតែលន់មកដោយថាហើយកំណត់នៃការវឹកហាត់របស់រៀមច្បងក៏ពិតជាជ្រៅជ្រះព្រមទាំងពិបាកស្ទង់ពិតមែនវាច្បាស់ណាស់ថាពីមុនគាត់ក៏ពិតជាបានបង្ខំជាមួយនឹងកម្រិតនៃការវឹកហាត់របស់គាត់ឲ្យស្ថិតនៅក្នុងកម្រិតទី9ក៏ប៉ុន្តែឥឡូវនេះវាក៏បានកើនឡើងរម្ដងម្យ៉ាងមួយទៀតកម្លាំងបច្ចុប្បន្នរបស់គាត់វាក៏មិនមែនជាដែនកំណត់របស់គាត់នោះទេរីឯທາງយិនហ្វឹងនេះវិញទឹកមុខរបស់គេគឺថាស្លេកស្លាំងខ្លាំងមែនទេហើយដោយគេក៏បានឃើញហើយថាជាមួយនឹងសមរភូមិរវាងវ៉ាលិនជាមួយនឹងឈីងស៊ុយណាថាវាក៏ពិតជាខ្លាំងប៉ុណ្ណាគេគឺមិននឹកស្មាននោះទេថាវ៉ាលិនបែរជាអាចគ្រប់គ្រងជាមួយនឹងវាជាច្រើនបានបែបនេះដោយការពីដំបូងនឹងគេក៏បានត្រឹមតែជឿតិចតួចតែប៉ុណ្ណោះក្នុងចិត្តរបស់គេណាក៏ប៉ុន្តែយ៉ាងណាមិញបន្ទាប់ពីបានឃើញជាមួយនឹងអណ្ដាតភ្លើងមួយនេះវាក៏បានធ្វើគេរន្ធត់ព្រមទាំងតក់ស្លុតរួចទៅហើយທາງយិនហ្វឹងនៅពេលនេះក៏បានត្រឹមតែរੂរទាំទៅកាន់ខ្លួនឯងថាគាត់តែគាត់គឺជាអ្វីតែគាត់គឺជានរណាគេតាសេងកងហូនេះវិញគេក៏បានត្រឹមតែសាច់ឌឺទៅកាន់ທາງយិនហ្វឹងតែប៉ុណ្ណោះនិយាយទាំងស្ងប់ស្ងាត់ដែរថាທາງយិនហ្វឹងតែឯងក៏នៅចាំបានដែរទេនៅខាងក្រៅច្រកទ្វារណានាចាអមតៈបកលន់ឯងក៏បានសើចចំមកកាន់ខ្ញុំហើយឥឡូវនេះតែឯង
បានឃើញដែរឬទេតើឯងបើកផ្នែកឃើញដែរឬទេមនុស្សដែលឆោតនៅចំពោះមុខរវាយនេះហើយគឺជាមូលហេតុដែលខ្ញុំទទួលយកជាមួយនឹងការដកទណ្ឌកម្មអំពីតកូលព្រមទាំងត្រូវបានប្រសានផ្កលន់គឺដាក់ខ្ញុំនៅមួយកន្លែងផ្សេងទៀតចេញអំពីអ្នកនំសារដតីទៀតឲ្យនៅតែជាមួយអ្នកខ្សោយអញ្ចឹងណារីឯខាងយិនហ្វឹងនេះវិញគេក៏បានត្រឹមតែឆោស្រឡាញ់កាំងម្នាក់ឯងតែប៉ុណ្ណោះស្រង់ពេលជាមួយនឹងគ្នានោះដែរបើយើងក្លិចមកកាន់ពេលនេះវិញឃើញថាសម្លេងមួយក៏ត្រូវបានបន្លឺឡើងអាចមិនស្លាប់ក្រោមរន្ទះក្រហមរបស់យើងបានឯងក៏ពិតជាខ្លាំងបិទម៉ានបន្ទាប់មករូបសំណាក់មួយក៏ត្រូវបានបង្ហាញឡើងនៅក្នុងអណ្ដាតភ្លើងនៅវាកំពុងតែឆាបឆាហ្នឹងណារយៈរូបសំណាក់មួយហ្នឹងក៏បានបំបែកខ្ទេចបរោះវ័យក្មេងម្នាក់ក៏បានដើរចេញមកភ្លាមតែម្ដងដែលរូបរាងរបស់គាត់ក៏ពិតជាសង្ហាខ្លាំងមែនទែនហើយក៏ប៉ុន្តែទឹកមុខរបស់គាត់ពោពេញដោយភាពអាក្រក់យ៉ាងណាមិញកន្លែងហ្នឹងគេក៏បានប្រាប់ឲ្យថារាល់ពេលដែលឈីងសួយគាត់ក៏បានជួបជាមួយនឹងគ្រោះថ្នាក់អ្វីហ្នឹងរូបសំណាក់មួយហ្នឹងក៏ត្រូវតែបង្កើតឡើងគ្រប់គ្រងទៅកាន់រាងកាយរបស់គាត់ណាហើយនៅពេលដែលគាត់ចេញអំពីរូបសំណាក់មួយហ្នឹងរូបរាងកាយរបស់គាត់គឺពិតជាមានការផ្លាស់ប្ដូរច្រើនខ្លាំងមែនទែនហើយខ្លាចទៅជាក្មេងជាងវ័យតែម្ដងណាហើយមិនចង់ទៅខ្ជិលឈីងសួយបន្តិចព្រោះថាឡើយមុខកញ្ចាស់ខ្លាំងពេកបាទចូលមកកាន់សាច់រឿងរបស់យើងវិញឃើញថារូបរាងរបស់គាត់ក៏បានផ្លាស់ប្ដូរច្រើនខ្លាំងមែនទែនពីបរិសុទ្ធចំណាំម្នាក់ប្រែខ្លាំងទៅជាអូប៉ូតែម្ដងណារូបរាងសង្ហាខ្លាំងមែនទែនហើយចំណុចឯវរបៀបនេះវិញទឹកមុខរបស់គាត់ក៏នៅតែស្ងប់ស្ងាត់យ៉ាងសម្លឹងមើលទៅកាន់យុវជននៅនឹងឯងនៅគណៈនេះឈីងសួយគាត់ក៏បានប៉ះទៅកាន់រូបសំណាករបស់គាត់រួចហើយវាក៏បានប្រែខ្លាំងទៅជាលំបែងពណ៌ខ្មៅមួយទៅជាការពលឹកមុនទៀតណាបន្ទាប់មកហ្នឹងគេក៏បានត្រឹមតែសម្លឹងមើលទៅកាន់វរបៀបទាំងស្នាមញញឹមដងងឹតមួយតែប៉ុណ្ណោះរួចហើយរាងកាយរបស់គេក៏បានលាយបញ្ចូលគ្នាជាមួយពិភពលោកដែលជាវិជាពុតកងលំហនឹងឯងនៅគណៈនេះក៏ស្របតែគេក៏បានតិចឡើងត្រឡប់មកវិញណាក្បែរជាមួយនឹងអ្នកវឹកខាត់អមតៈម្នាក់កម្រិតទី8នឹងឯងគេថាបែកកម្រិតទី8ហ្នឹងគឺថាស្លន់ស្លោស្រេកស្លាំងខ្លាំងមែនទេហើយរហូតចង់នាំជីងសួយដាក់មកយកដាក់តកទៀតផងក៏ប៉ុន្តែយ៉ាងណាមិញជីងសួយហ្នឹងគឺមិនចាស់លេងសាយដូចគេនោះទេអញ្ចឹងអាហ្នឹងគាត់ក៏បានគប់លំបែរបស់គាត់ស្ទុះទៅយ៉ាងលឿននៅគណៈពេលដែលអបៈហ្នឹងគេកំពុងតែកិច្ចខ្លួននោះណាបន្ទាប់មករាងកាយរបស់គេក៏បានញ័រព្រមទាំងបានផ្ទុះបំផ្លាញចោលខ្ទេចសូម្បីតែឈាមហើយនឹងសាច់ខ្លែម្ដុំហ្នឹងក៏មិននៅសេសសល់នោះដែរគឺបំបែកខ្ទេចតែម្ដងណាគ្មានសល់អ្វីនោះឡើយរយៈគេក៏បានធ្វើការស្រូបយកជាមួយនឹងធម្មពលដើមចូលមកកាន់រាងកាយរបស់គេតែម្ដងទៅឃើញថាឈីងសួយគាត់គឺផ្លាស់ទីទៅកាន់ទីកន្លែងនេះតិចទីកន្លែងនោះតិចណាពិបាកក្នុងការប៉ាន់ស្មានទីតាំងរបស់គាត់ខ្លាំងណាស់ហើយគ្រប់ទីកន្លែងដែលគាត់ក៏បានទៅនឹងម្នាក់ក៏សុទ្ធតែខ្លាំងទៅជាសាច់ខ្លែរបស់គាត់ទាំងអស់តែម្ដងណាសូម្បីតែមួយត្រង់ជួយនឹងក៏មិនទុកឲ្យរស់ដែរឃើញតែប្រូនឹងកាយខ្លាំងមែនទេហើយក៏លេចមកកាន់លោកម្ចាស់អណ្ដាតភ្លើងដែលបានគ្រប់គ្រងទៅកាន់រាងកាយរបស់វ៉ាល់របស់យើងនៅពេលនេះវិញក៏បានលើកដៃរបស់គាត់ឡើងពោពេញទៅដោយកម្មរស្មីនៃពន្លឺពណ៌ស្វាយដែលវាក៏ចាប់ផ្ដើមប្រមូលផ្ដុំគ្នាបង្កើតបន្ទាខ្សែពន្លឺពណ៌ស្វាយមួយណាឃើញថាពន្លឺរបស់វាក៏ពិតជាស្រស់ស្អាតខ្លាំងមែនទេហើយបន្ទាប់មកវ៉ាឌិនក៏បានស្រែកយ៉ាងខ្លាំងហើយថាបំបែកត្រឹមតាមពាក្យតែមិនបានតែប៉ុណ្ណោះខ្សែពន្លឺនេះក៏បានបំផ្លាញចោលខ្ទេចព្រមទាំងក៏បានបញ្ចេញជំនឿចំហាយដល់មហិមាដែលវាក៏បានធ្វើឲ្យអ្នកប្រកាសអមតៈទាំងអស់នោះដែលកំពុងតែក្លែមតឡនតនឹងគឺថារត់ចែកជើងគ្នាតែម្ដងណាជាពិសេសក៏ជាសេងកុងហ៊ូព្រមទាំងចាន់កុងលីនឹងឯងកំពុងតែរត់តុកសុកនឹងក៏បានធ្វើការដាក់មេប្រូយ៉តែម្ដងដោយនៅពេលនេះឃើញថាចម្ងាយ5គីឡូម៉ែត្រគឺនៅសល់ត្រឹមតែវ៉ាងលីនព្រមទាំងឈីងសួយតែប៉ុណ្ណោះអ្នកផ្សេងទៀតហ្នឹងគឺថារត់ចេញអស់តែម្ដងទៅហើយព្រោះថាពួកគេក៏បានដឹងថាមានជំនឿចំហាយបំផ្លាញយ៉ាងខ្លាំងមួយដែលត្រូវបានកាត់ឡើងហ្នឹងឯងក៏ប៉ុន្តែយ៉ាងណាមិញក្នុងកំឡុងពេលដែលរបៀងកំពុងតែធ្វើសកម្មភាពនឹងឈីងសួយគាត់ក៏បានដើរជុលកែវរហូតដល់20នាក់អស់រួចទៅហើយអ្នកទាំង20ហ្នឹងក៏បានខ្លាចទៅជាសាច់ខ្លែងរបស់គាត់ទាំងអស់តែម្ដងណាគ្មាននរណាម្នាក់គឺអាចកិច្ចផុតបាននោះឡើយហើយបើទោះបីជាមួយផ្លែតយ៉ាងណាក្រោយក៏វាគ្រប់គ្រាន់ក្នុងការដែលអាចឲ្យឈីងសួយគាត់គេកំចាត់ទៅកាន់ពួកគេបានតែម្ដងណាឈីងសួយនៅពេលនេះក៏បានត្រឹមតែលុតបបោមាត់របស់គាត់តែប៉ុណ្ណោះរួចហើយជំនួសឲ្យការប្រយុទ្ធគ្នាជាមួយនឹងវ៉ាន់នឹងគាត់ក៏បានធ្វើការសម្រុកចេញទៅរកអ្នកវឹកហាត់អមតៈផ្សេងទៀតដែលពួកគេកំពុងតែកិច្ចខ្លួននោះណាចំពោះពលឹងកំណត់របស់វ៉ាន់នៅពេលនេះវិញគាត់ក៏ហាក់ដូចបានលើថាលោកម្ចាស់អណ្ដាតភ្លើងនឹងគាត់កំពុងតែជេរផ្ទុយផ្ដាសាទៅកាន់ឈីងសួយណាព្រមទាំងក៏បានលន់មកដែរថាលោកម្ចាស់ឈីងសួយលោកក៏ជាមនុស្សល្អអស្ចារ្យម្នាក់ហើយបានជាសុខចិត្តក្នុងការលើកទៅបាក់ជាមួយនឹងចំនួនក្រោយក្នុងការស្ដារឡើងជាមួយនឹងកម្រិតនៃការវឹកហាត់បែបនេះបាទលោកក៏ពិតជាមានសមត្ថភាពមែននោះលោកក៏ណាតែមកប្រយុទ្ធជាមួយនឹងកញ្ចាស់ខ្ញុំនេះមកកុំឲ្យមុខមាត់របស់លោកគេបាត់បង់បន្តទៅទៀតដែរឈីងសួយលើបែបហ្នឹងគាត់ក៏រៀងផ្ចាប់ផ្អើលបន្តិចដែរព្រមទាំងក៏បានក្លេកមកទៅកាន់វ៉ាងលេនរបស់យើងណាព្រមទាំងក៏បាននិយាយទាំងកំណាញ់ថាខ្ញុំមិនមែនជាឈីងសួយនោះទេក៏ប៉ុន្តែវ៉ាងលេនក៏បានតបទៅវិញឲ្យថាក៏ហាក់លោកគឺជាឈីងសួយលោកគឺជាឈីងសួយសំឡេងរបស់វ៉ាងលេនក៏បានលើឡើងពីពេញនឹងតែម្ដងណាឈីងសួយនេះវិញឃើញថាមូម៉ែខ្លាំងមែនទេហើយក៏សារផ្លែរបស់គាត់ពោពេញដោយចេត្រានៃការសម្លាប់វាក៏កាន់តែខ្លាំងឡើងបន្ថែមតទៅទៀតណាព្រមទាំងក៏បានបន្តដេញប្រមាញ់ទៅកាន់អ្នកវឹកហាត់អមតៈដទៃទៀតជាបន្តបន្ទាប់នឹងឯងវ៉ាងលេនក៏បាននិយាយបន្ថែមដោយថាលោកគឺជាអ្នកស្នងមរតកនៃប្រទេសទឹកថ្លាសម្បីតែឈ្មោះខ្លួនឯងក៏លោកមិនចាំផងតែវាក៏ពិតជាអាម៉ាស់ខ្លាំងណាស់មែនដែរទេក៏ប៉ុន្តែ
ពាក្យសម្ដីរបស់លោកម្ចាស់ដាតភ្លើងនឹងក៏បានធ្វើឲ្យឈីងស៊ួយគេគឺមានការប្រែប្រួលអ្វីនោះឡើយគេក៏នៅតែបន្តក្នុងការលើកទម្លាក់ទៅកាន់អ្នកបង្កើតអមតៈដទៃទៀតណាចំពោះវត្តយើងនេះវិញគាត់ក៏អាចមើលដឹងថាលោកម្ចាស់ដាតភ្លើងគាត់គឺមានការខឹងសម្បាព្រមទាំងស្អប់ខ្ពើមមកប៉ុណ្ណាណានៅគណៈពេលនេះក៏ស្រាប់តែរាងកាយរបស់គាត់ក៏បានបាត់ចេញពីទីកន្លែងនឹងបានតែមុនពេលដែលគាត់ក៏បានបង្ហាញខ្លួនឡើងម្ដងទៀតនៅក្បែរជាមួយនឹងអ្នកបង្កើតអមតៈកម្រិតទី7ម្នាក់ណាបន្ទាប់មកនឹងគាត់ក៏បានត្រឹមតែលន់មកថាបាទសិនជាលោកចង់លើកទម្លាក់គេនឹងខ្ញុំក៏នឹងបណ្ដាញពួកគេចេញរួចហើយវ៉ាលីនក៏បានធ្វើការទាត់គេមួយជើងដោយវិជារបស់គាត់រាងកាយម្ដងនេះគេក៏បានលេបបញ្ចូលគ្នាជាមួយនឹងលំហមេឃរួចទៅហើយព្រមទាំងបាត់ខ្លួនមើលរំពេចតែម្ដងណាវ៉ាលីនមិនต้องបានឆប់នោះឡើយគាត់ក៏នៅតែបន្តក្នុងការដេញទាត់ជាបន្តបន្ទាប់ទៅកាន់អ្នកបង្កើតអមតៈដទៃទៀតឃើញថានៅពេលនេះពួកគេទាំងពីរនាក់គឺថាលឿនខ្លាំងមែនទែនហើយម្នាក់ដើរចូលកែវម្នាក់ទៀតគឺថាដើររើតក់តែម្ដងណាឃើញថាក៏ពិតជាមិនធម្មតានោះទេនៅពេលនេះកំឡុងពេលដែលសេងកុងហ៊ូគេកំពុងតែកិច្ចខ្លួននៅនេះវិញឃើញថានៅខណៈពេលនោះជីងស៊ួយក៏បានបង្ហាញខ្លួនឡើងក្បែរសេងកុងហ៊ូតែម្ដងណាក៏ប៉ុន្តែយ៉ាងណាមិញសេងកុងហ៊ូទឹកមុខរបស់គេគឺពោពេញដោយភាពកាចសាហាវរួចទៅហើយយ៉ាងណាមិញសេងកុងហ៊ូគាត់ក៏ជាមនុស្សម្នាក់ដែលមោទនភាពព្រមទាំងក្អឹតក្តោមណាដូច្នេះហ្នឹងគេក៏បានបញ្ចេញជាមួយនឹងរន្ទះធម្មពលមកខ្សែចេញមកតែម្ដងបាទរន្ទះមួយហ្នឹងគឺមានពណ៌ក្រហមងងឹតតែម្ដងនៅពេលដែលវាត្រូវបានលេចឡើងហ្នឹងឃើញថាធម្មពលរន្ទះផ្នែកបន្ទោទាំងអស់ក៏ចាប់ផ្ដើមចែងចាញ់ខ្សែភាដូចជាខ្សែភ្លើងឆក់អញ្ចឹងណាចំពោះរន្ទះមួយហ្នឹងគឺសេងកុងហ៊ូមានត្រឹមតែមួយខ្សែតែប៉ុណ្ណោះហើយវាក៏ជាអ្វីដែលសេងកុងហ៊ូគេក៏បានយល់ដឹងបន្ទាប់ពីការបង្រៀនព្រានផ្ដើមចេញអំពីលោកម្ចាស់របស់គេណាដែលជាប្រូវ៉ាងនឹងឯងហើយគេក៏បានធ្វើការចំណាយពេលជាច្រើនឆ្នាំក្នុងការស្វែងរកជាមួយនឹងប្រភពដើមនៃរន្ទះហើយគេក៏បានធ្វើការចម្រាញ់ជាមួយនឹងធម្មពលរន្ទះមួយនេះនៅក្នុងខ្លួនរបស់គេនឹងឯងគ្រប់ពេលវេលាទាំងអស់តែម្ដងណាបន្ទាប់ពីគេចំណាយរយៈពេលជាច្រើនឆ្នាំទើបគេគឺអាចបង្កើតជាមួយរន្ទះមួយខ្សែនឹងឯងក៏ប៉ុន្តែយ៉ាងណាមិញរន្ទះមួយខ្សែហ្នឹងគឺវាមិនទាន់បានពេញលេញនោះទេហើយនេះក៏ជាមូលហេតុដែលសេងកុងហ៊ូគេគឺមិនចង់ប្រើប្រាស់នោះទេក្នុងសមរភូមិមួយនេះណាព្រោះថានេះវាក៏ជាអាចកំបាំងដ៏ធំបំផុតក្នុងចិត្តរបស់គេបន្ទាប់ពីគេទទួលបានជាមួយនឹងការយល់ដឹងចេញអំពីវ៉ាងរិនជាណាមិញសេងកុងហ៊ូគេក៏ពិតជាជឿជាក់ទៅកាន់វត្តយើងខ្លាំងមែនទែនហើយជាមួយនឹងការជឿជាក់ហ្នឹងវាមិនមែនជារឿងអ្វីដែលខុសនោះទេដោយសារតែវ៉ាងរិនគាត់ក៏បានឃើញជាមួយនឹងផ្លូវជំហានទី3រួចទៅហើយអញ្ចឹងហ្នឹងក្នុងការណែនាំរបស់គាត់វាក៏ពិតជាមានតម្លៃម្យ៉ាងវិញទៀតសេងកុងហ៊ូក៏បានគិតដែរថាដរាបណាគេក៏អាចចម្រាញ់ជាមួយរន្ទះមួយនេះអស់រយៈពេលជាយូរហ្នឹងថ្ងៃណាមួយច្បាស់ណាគេនឹងអាចស្វែងរកឃើញជាមួយនឹងប្រភពដើមនៃរន្ទះជាក់ជាមិនខាននោះឡើយក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយគេនៅពេលនេះគឺស្ថិតនៅក្នុងស្ថានភាពជីវិតនឹងការស្លាប់ណាដូច្នេះហ្នឹងគេគ្មានតែយកវាមកប្រើប្រាស់តែប៉ុណ្ណោះឃើញថាជាមួយរន្ទះរបស់សេងកុងហ៊ូហ្នឹងសម្បីតែឈីងស៊ួយគាត់ក៏ពិតជាមានការចាប់អោនដែរបន្ទាប់ពីបានឃើញជាមួយរន្ទះមួយហ្នឹងហើយណាក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយវាក៏មិនអាចធ្វើអ្វីមកកាន់គាត់បានទេដោយគាត់បានចាប់បំបីខ្ទេចជាមួយនឹងធម្មពលរន្ទះផ្នែកបន្ទោនឹងតែម្ដងណាសេងកុងហ៊ូក៏បានកើមហឹសព្រមទាំងបានបញ្ចេញជាមួយរឿងរន្ទះធម្មពលច្រើនខ្លាំងមែនទេហើយធ្វើការវាបង្ហាញជាបន្តណាតែមិនថាទោះយ៉ាងណាធម្មពលរន្ទះទាំងអស់នោះគឺត្រូវបានឈីងស៊ួយគាត់គឺចាប់បានទាំងអស់រួចទៅហើយព្រមទាំងកំពុងបំបែកស្រូបយកធម្មពលដើមណាសេងកុងហ៊ូនេះវិញជ្រើសរើសការល្អគេក៏បានធ្វើការដកថយតាមស្ទាក់ស្ទើរនោះឡើយនៅកំឡុងពេលនោះវ៉ាលិនក៏បានឃើញថាសេងកុងហ៊ូគេក៏មានគ្រោះថ្នាក់ដូចគ្នាដែរណាបើទោះបីជាគាត់មិនបានគ្រប់គ្រងរាងកាយរបស់គាត់យ៉ាងណាក៏ដោយក៏ប៉ុន្តែគាត់គឺមានទំនាក់ទំនងជាមួយនឹងលោកម្ចាស់ដាតភ្លើងដូច្នេះនឹងក៏បានប្រាប់ទៅកាន់គាត់ឲ្យជួយទៅកាន់សេងកុងហ៊ូដូចគ្នាដែរចំណែកឯលោកម្ចាស់ដាតភ្លើងនេះវិញគាត់ក៏មិនបានចំទាស់អ្វីនោះដែរគាត់ក៏បានធ្វើការលាយបញ្ចូលគ្នាជាមួយនឹងពិភពលោកព្រមទាំងក៏បានបាត់ចេញអំពីទីកន្លែងនឹងបានទៅមុនពេលដែរគាត់ក៏បានបង្ហាញខ្លួនឡើងត្រឡប់មកវិញក្បែរជាមួយនឹងសេងកុងហ៊ូតែម្ដងណាសេងកុងហ៊ូនៅពេលនេះវិញគេក៏ពិតជារំភើបដោយសារតែឃើញលោកម្ចាស់របស់គេក៏បានមកដល់ណាបន្ទាប់មកនឹងវរៈយើងគាត់ក៏បានបញ្ជូនគេឲ្យចាក់ចេញអំពីទីកន្លែងនឹងបានទៅតាមរយៈការប្រើប្រាស់ជាមួយនឹងបច្ចេកទេសពុតកងលំហនឹងឯងរីឯជាងស៊ួយនេះវិញគឺថាមូម៉ែខ្លាំងមែនទេហើយដើរចូលកែមទន់ឆ្អាតផងនឹងដូច្នេះនឹងគាត់ក៏បានបំបែកជាមួយនឹងរាងកាយរបស់គាត់តែជា32ព្រាមតែម្ដងណាដើម្បីដើរចូលកែបន្តទៀតហ្នឹងឯងបន្ទាប់មករាងកាយខ្លួនរបស់ជាងស៊ួយទាំងអស់ក៏ចាប់ផ្ដើមបំបែកគ្នាដើម្បីស្វែងរកចំណីរៀងៗខ្លួនណារីឯវងលឿនរបស់យើងនេះវិញគាត់ក៏មានអារម្មណ៍ថាព្រលឹងរបស់លោកម្ចាស់ដាតភ្លើងនេះគាត់គឺពិតជាមានភាពហត់នឿយខ្លាំងមែនទេហើយបានត្រឹមតែស្រែកទាំងការជឿចាប់ក្នុងចិត្តរបស់គាត់ណាហើយក៏រីងញ័របន្តិចហ្នឹងឯងនៅខណៈនេះគាត់ក៏បានដាត់ឡើងទៅលើអាកាសព្រមទាំងក៏បានលាតរដាយរបស់គាត់ចេញទៅរួចហើយធម្មពលដើមរបស់នោះក៏បានក្របដណ្ដប់ពីពេញនៃពិភពលោករួចទៅហើយដោយមិនយូរប៉ុន្មានពិភពលោកនៅជុំវិញនេះទាំងមូលគឺត្រូវបានក្របដណ្ដប់ទៅដោយធម្មពលដើមរបស់គាត់ទាំងអស់តែម្ដងណាវាដូចជានៅពេលនេះវ៉ាលីនគាត់ក៏ជាពិភពលោកថ្មីមួយដែលត្រូវបានបង្កើតឡើងហ្នឹងឯងរួចហើយគាត់ក៏បានត្រឹមតែស្រែកយ៉ាងខ្លាំងហើយថាវាជាអមតៈបំបត្តិភ្លាមៗនោះឃើញថាជុំវិញរាងកាយរបស់អ្នកវឹកហាត់អមតៈទាំងអស់ដែលពួកគេកំពុងតែកិច្ចខ្លួននឹងវាក៏ពោពេញដោយធម្មពលដើមនៅពេលរវល់យើងគាត់ក៏បានបញ្ចេញរួចទៅហើយរួចហើយអ្នកវឹកហាត់អមតៈទាំងអស់នោះពួកគេក៏បានបាត់ខ្លួនទៅបន្តិចម្ដងត្រឹមតែមួយវិពេចផ្នែកទៅប៉ុណ្ណោះវាស្ទើរតែគ្មានអ្នកវឹកហាត់អមម្នាក់ដែលបាននៅសេសសល់នោះឡើយដែលនៅពេលនេះគឺវាសល់ត្រឹមតែ32នាក់តែប៉ុណ្ណោះតែក៏ជាជាងស៊ួយនឹងឯងកំពុងតែដើរជុលកែជាមួយនឹងខ្យល់ណាព្រោះថាមួយរបស់គាត់នឹងគេរត់គេចអស់រួចទៅហើយបើយើងក៏លេចមកកាន់ពេលនេះវិញឃើញថាព្រលឹងដើមរបស់តាចាស់ម្នាក់ក៏ពិតជាខ្សោយខ្លាំងមែនទែនហើយបន្ទាប់ពីបានប្រើប្រាស់ជាមួយនឹងធម្មពលយ៉ាងច្រើនសម្បើមបែបនេះណាវាក៏ប្រៀបបានដូចជាចង្គៀងកំពុងតែអស់ប្រេងហ្នឹងឯងលោកម្ចាស់ដាតភ្លើងគាត់ក៏បានត្រឹមតែរត់តមកថា
hơi cột bây giờ lần này mà tay chống cái bông tay vừa đừng mùi tay khát bong khai bên đây này rồi ai chính xuôi nó bên vinh quạt các bạn trong tay đang sầm tớ từ căn vàng lên từ bắt đầu prom tiền các bạn đi tiếng cầm lại chạy tha chập tàng bể cái trong slap bẹp đi rồi thải đến dừng cái đằng bầm bính bầm non rồi bay cho bận tổ mà lớn chiến suối các bạn vừa càng cục lồng bay nó bao quát tụ tay dần lớn sầm tớ từ căn vàng lên ngắn rồi ai vừa review này vinh cái tha sập các bạn khai bên đây này ta sang mà đến quạt kịp xem trong càng cục gron từ căn riêng cái nó bao vang lên tầm bay kịch phật đó nè tại mình tha từ này chiến suối các cái bận to tụ màu chán chán nơi cái này kênh tha lồng mình tràn đọt lớn các bạn vừa càng bận cho riêng cái nó bao vang lên chứ bữaนึงไปพบโลกมันนึงแต่มาโดนะพร้อมเตียงกับบันบัดจิมปีตีกันเลยนึงบันแต่รีไอชิงส่วนเอาไปเว้นกดกับบันฝึกการบัดจิมปีตีกันเลยดูที่ไหนดังประมาณแต่การวางดินแต่มาโดนะเกินแต่ระเบิดระบบโปรแกรมตัวนี้ก็ปัจจุบันคลายไม่ได้ไหนตรงแต่มือรำปีแต่มาโดเวกับบันฉลองกันจมูกนึงบ่มในใดนานาจะเอามาตับก่อนลนรบมาโดสอบไปจมูกนึงนี่นูได้สมเด็จสายมุ้ยก็ตระบานบริลังตั้งไปได้กับบันบางแห่งลุนแรงผสมกับบันดังกำปีกูบ่มนองระบายด้วยแต่ให้อันก็จ้องนองผสมโจทย์กันเรียงกายเปิดระบายกับบันไทยเวียมันในนี่แต่จำตั้งไปอันก็จ้องนองผสมแต่แบบดังไงนึงยังก็นึงเล็บตะแบะจุบันนึงเรียงการดาวระบายโดยวิก่อนช่วยสะอาดล้างจุบันนึงกำลังระบายยังเอาคลังบำพอตามรายเฟอร์ตะแบนหายนึงไงบำพอนมอดอยจุบันนี้ใส่จุดระบายยังวิขอแบนชินรอตีบรรจบด้วยแต่ให้นึงไงบำพอนจุบันใส่เรื่องก็มีตรงตามเรื่องเตะหายกันนึงใส่เรื่องก่อดิ่งมันใส่จุบันแบบนั้นก่อปัญหาสกัดตามบำพอนยังก่อนเป็นจัดให้ก่อที่ใส่ด้วยที่ไหนแต่สร้างตามเป็นคือเฟอร์ดึงได้จบจันไปคือจองเป็นปัญหาจะไงสกัดตามบำพอนยังก่อนจะช่วยพอจองนึงไงใส่เรื่องยังก่อนมันต่อบนแทมเตียนในไงจันนึงไงแต่สร้างตามแต่เป็นเฟอร์ดึงชุดนั้นนะจำไว้เท็จคือการเฟอร์ใบเพียรโดยที่ให้นึงไงบำพอนตลอดสร้างจิตทำไมมาลองเตียนจะโปรใส่เรื่องนั้นคือเป็นตรงตามเป็นเรื่องเตะอ๋อคนบำพอนต่อคดีคลายไม่เต้นตะบอนตัวสนาววิดีโอในจอบจะรีวิวบำพอนบายบาย